សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀប share internet Wi-Fi ពីទូរស័ព្ទ Oppo ទៅកាន់ទូរស័ព្ទ Samsung បាទអញ្ចឹងបងប្អូនអាច connect Wi-Fi ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀតបានអញ្ចឹងបងប្អូនចូលទៅមើលទាំងអស់គ្នាបាទអញ្ចឹងទី1បងប្អូននឹងទៅមកកាន់ setting មកនេះទូរស័ព្ទនេះទូរស័ព្ទ Oppo បងប្អូនអរគ្នាបាទអញ្ចឹងយើងចូលទៅកាន់Oppo មកហើយយើងចូល setting បាទអញ្ចឹងបងប្អូនចូលមកកាន់ setting បាទ setting នេះមកបងចូលកាន់ setting នេះបាទអញ្ចឹងបងប្អូនចូលមកកាន់ setting បងប្អូនបើទាញវាអស់នេះមកយើងឃើញ setting នៅលើនេះយើង setting បាទនេះបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនចូលមកកាន់ setting មកហើយយើងធ្វើការកំណត់ចំនួនទៅលើ password Wi-Fi សម្រាប់ share ទៅកាន់ទូរស័ព្ទផ្សេងឬទូរស័ព្ទ Samsung ណាបាទអញ្ចឹងបងប្អូនអរគ្នាទៅចូលទៅរកគេថាnetwork and internet បងប្អូនអរគ្នាអញ្ចឹងបងប្អូនចូល network and internet មកបាទបន្តទៀតបងប្អូនអរគ្នាចូលមកកាន់ពាក្យថា hotspot នេះ hotspot and metering នេះចូលបងប្អូនចូលគ្នាចូលនឹងមកបន្តទៀតបងប្អូនអរគ្នាអាចចុចបាក់ទៅលើនេះមកបាទបាក់ Wi-Fi hotspot ចុចលើ Wi-Fi hotspot ចឹងមកបាទអញ្ចឹងបងប្អូនចុចលើហ្នឹងហើយបងប្អូនមើលពាក្យទៅលើ hotspot name ណាអញ្ចឹង hotspot name បងប្អូនវាយឈ្មោះ hotspot បងប្អូនអរគ្នាវាយឈ្មោះឲ្យ Wi-Fi ដែលយើងចង់ដាក់ហ្នឹងមកថាយើងចង់ដាក់ Wi-Fi ដាក់ឈ្មោះថាតារាអញ្ចឹងតារា phone shop បាទអញ្ចឹងឧទាហរណ៍ Wi-Fi របស់យើងនៅក្នុងទូរស័ព្ទនេះយើងដាក់ឈ្មោះថា Dara Phone Shop អញ្ចឹងយើងចុច OK មកណាបងប្អូនបាទអញ្ចឹងនេះគឺជា Wi-Fi របស់យើងហើយតោះនេះបងប្អូននឹងឃើញមើលដល់ពាក្យថា hotspot password ណានេះ hotspot password អញ្ចឹងបងប្អូនអាចកំណត់ hotspot password ហ្នឹងយើងអាចកំណត់មកដាក់ green 3 green 4អញ្ចឹងទៅតោះនេះបងប្អូនចុច OK មកបាទអញ្ចឹងនេះគឺជារបៀបកំណត់អញ្ចឹងយើងមិនយើងអាចបើក Wi-Fi ឲ្យទូរស័ព្ទផ្សេងអាច connect ជាមួយនឹងទូរស័ព្ទហ្នឹងបានហើយនេះមកទៀតបងប្អូនអាចកំណត់ទៅលើទំហំមេណាទំហំមេនេះមានន័យថាយើងអាចប្រើ limit ប្រមាណមេទៅកាន់អ្នកដែលចង់ប្រើហ្នឹងយើងអាចកំណត់មេវាបានunlimit នេះមានន័យថាយើងអត់តែកំណត់ណាហើយយើងអាចកំណត់តែ50មេហើយអ្នកផ្សេង50មេអញ្ចឹងទៅឬក៏100មេឬអីចឹងណាបាទឬក៏200មេឬក៏500មេអញ្ចឹងមានន័យថានៅពេលដែលយើង share 500មេទៅគឺយើងអ្នកផ្សេងអាចប្រើលើពីនឹងបានទេនេះអាចកំណត់ចឹងបានឬក៏ custom ក៏បានណាបងប្អូនហើយខ្ញុំដាក់ថា unlimit ចឹងបាទនេះគឺ maximum number of connection ណាអញ្ចឹងយើងអាច share នឹងបានរហូតដល់10ទូរស័ព្ទដៃណាអញ្ចឹង10ទូរស័ព្ទដៃក៏អាច connect ជាមួយនឹង Wi-Fi របស់យើងបានហើយយើងអាចកំណត់9ក៏បានអាចកំណត់តែ1 7ក៏បានដែរអញ្ចឹងយើងដាក់តែ2មានន័យថាយើងបានតែ2នាក់ទេ share ទៅណាអញ្ចឹងលើពី2អត់បានទេហើយដាក់តែ10នាក់អញ្ចឹងណាបាទអញ្ចឹងបន្ទាប់ពីនៅខាងក្រោមនេះយើងអាចបើសិនកាលណាយើងបានចេះអញ្ចឹងមានន័យថានៅពេលដែលมันមាន device នៅចិត្តហ្នឹងវាបិទអូតូណាជាយ៉ាងបាត់ទេអញ្ចឹងឥឡូវយើងធ្វើការកំណត់រួចហើយបន្តមកទៀតយើងធ្វើការបើក 3G បាទបើក 3G មក 3G ហើយបងប្អូន
con thưa các bạn ba người mà trongពេលបងប្អូនតែគឺយើងទៅបើកតែហ្នឹងបងប្អូនបើក hotspot ហ្នឹងគឺពេលយើងកំណត់ឈ្មោះហើយយើងបើកទៅបាទមួយទៀតបងប្អូនអាចបើក hotspot ហ្នឹងតាមនេះក៏បានបងប្អូនយើងអាចកំណត់ទាញនឹងមកហើយយើងកំណត់បើកនៅលើហ្នឹងទូរស័ព្ទនេះអត់មានទេបងប្អូនគ្នានេះបងប្អូនគ្នាយើងអាចចុចលើបើកនឹងក៏បានដែរអញ្ចឹងយើងអាចបើកលើនឹងក៏បានយើងអាចបើកនៅលើនេះក៏បានដែរនេះក៏បានដែរនេះបាត់នេះបើកទៅនឹងក៏បានដែរណាដូចគ្នាប៉ុន្តែមកថាយើងថ្ងៃក្រោយទៀតយើងចង់បើក hotspot ឲ្យយើងអាចទាញកន្លែងបើកនេះកន្លែងនេះក៏បានដែរណាthìបងប្អូនឃើញពាក្យថា hotspot នេះសញ្ញាហ្នឹងចុចបើកនឹងមកហើយយើងបើក CG មកបាទបន្ទាប់ពីយើងបើក CG ហើយយើងបងប្អូនធ្វើការបើកទៅលើទូរស័ព្ទដទៃទៀតដែលចង់ connect ជាមួយទូរស័ព្ទហ្នឹងអញ្ចឹងបន្ទាប់នេះយើងប្រើទូរស័ព្ទផ្សេងមួយទៀតដែលយើងបងប្អូនគ្នាចុចទៅលើ Wi-Fi នេះមកទៅលើ Wi-Fi នេះមកហើយយើងបើក Wi-Fi របស់យើងទៅបាទទៅបើក Wi-Fi ហើយគឺនេះបងប្អូនគ្នានេះគឺជាទូរស័ព្ទWi-Fi ដែលយើងដាក់ថាតារាហ្វូនសបមិញហ្នឹងចាំបងប្អូនចុចលើនោះមកតោះយើងត្រូវការ password អញ្ចឹងណាបងប្អូនគ្នាខ្ញុំផ្ដាច់ Wi-Fi នេះមួយសិនដោយសារតែមកច្រឡំហើយ Wi-Fi ខ្ញុំផ្សេងបងប្អូនគ្នាអញ្ចឹងយើងបាត់មួយសិនអញ្ចឹងបងប្អូនគ្នាពេលយើងបើក Wi-Fi នេះមកគឺយើងនឹងឃើញនេះគឺ Wi-Fi តារាហ្វូនសបហ្នឹងហើយបងប្អូនគ្នាត្រូវតែចុចលើតារាហ្វូនសបនោះមកតាមទៀតបងប្អូនគ្នាវាយទៅលើ password ដែលយើងបានដាក់នោះមក password ហ្នឹងហើយតើបងប្អូនគ្នាចុចលើ connect មកបាទអញ្ចឹងយើងនឹងភ្ជាប់ទៅកាន់ Wi-Fi តារាហ្វូនសបហ្នឹងហើយបាទអញ្ចឹងងាយស្រួលបងប្អូនអាចធ្វើការ share អ៊ីនធឺណិតពីទូរស័ព្ទមួយទៅទូរស័ព្ទច្រើនបានរហូតដល់10ណាបងប្អូនអាចកំណត់តាមនោះបានណាបាទចូលវីដេអូនេះមានប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះអរគុណសូមជម្រាបលា